សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃទី13ត្រូវនឹងបិណ្ឌ6គណៈគ្រប់គ្រងនិងលោកគ្រូអ្នកគ្រូនៃសាលារៀនណូវេបាននាំយកចង្ហាន់និងបច្ច័យក៏ដូចជាទេយ្យទានផ្សេងទៀតទៅប្រគេនព្រះសង្ឃចំនួន7វត្តអញ្ចឹងបងប្អូនអាចតាមដានទស្សនាសកម្មភាពតាមផ្លូវបាននៅពេលដល់វត្តនីមួយៗឥឡូវយើងបានមកដល់វត្តទី1ហើយគឺវត្តជតមង្គលវត្តនេះដែរគឺស្ថិតនៅក្នុងខណ្ឌព្រៃភ្នៅរាជធានីភ្នំពេញនៅតាមបណ្ដោយផ្លូវជាតិលេខ5តែម្ដងបងប្អូនដូច្នេះបងប្អូនអាចតាមដានទស្សនាសកម្មភាពផ្សេងទៀតនៅក្នុងវត្តបានបងប្អូនថ្ងៃស្អែកបិណ្ឌមួយចាយអើយចាយអើយម៉ែអើយវិចនោះអើយត្រៀមជែកទុំស្លឹកជែកវិចនោះហើយអនសមនោះក៏មិនតន់ជែកវិចឡើយចាយអើយចាយអើយគុំនៅកំតាយជួយបងរៀនផងពេលម៉ែវិចនោះមិនមករៀនទេពេលម៉ែវិចនោះសម្ពុនជាសនៈមោតាសវៈកវៈតោតោសម្ពុទ្ធជាសាកុំថាគ្រូកាច់សិស្សខូចអ្នកឯងអត់បានបដៅកូនយកទៅឲ្យគ្រូបង្រៀនអ្នកអត់បានបង្រៀនឲ្យគ្រូបង្រៀនមិនចឹងហ៎ដល់កូនឯងខូចគិតពិចារណាសិនក៏អត់ដល់គ្រូកាច់សិស្សខូចគ្រូកាច់សិស្សប្រកែគូអ្នកទាំងអស់គ្នាមកយើងបានចូលទៅមកវត្តហើយគឺវត្តជតមង្គលចឹងវត្តទី2ដែលយើងត្រូវទៅគឺវត្តចេថាឧត្តមបាទបងប្អូនឥឡូវនេះយើងបានមកដល់វត្តទី2គឺវត្តដែលមានឈ្មោះថាវត្តចេថាឧត្តមវត្តនេះគឺស្ថិតនៅក្នុងខណ្ឌព្រៃភ្នៅដូចគ្នាប៉ុន្តែនៅក្នុងសង្កាត់សំរោងហើយវត្តទាំងអស់ដែលយើងបានចូលនេះគឺសុទ្ធតែជាវត្តដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ5ទាំងអស់បងប្អូនបានចាយអាណិតបងទៅជួយយកតែបនទៅថាស្មានត្រូវចាប់ខ្ញុំមានគូសាធុសូមអនុមោទនាដោយសេចក្តីជ្រះថ្លាបរិសុទ្ធបានញោមប្រុសញោមស្រីព្រមទាំងអ្នកគ្រូនៃសាលាណូវេភក្លៀបភាំងប៉ុនតោវូអ្នកជិតៈមគ្គឧជិលតេបាទគាត់តាមត្រេកអរមួយថាយើងក៏បីរក្សាទំនៀមទម្លាប់នេះវប្បធម៌នេះឲ្យបានថថេរជ័យកាលទៅក្នុងនាមជាកូនខ្មែរហ្នឹងណាគេថាម៉េចវប្បធម៌រលត់ជាតិរលាយវប្បធម៌គុណរាយជាតិកើនការអញ្ចឹងវត្តតែខាងមុខទីទៀតគឺជាវត្តទេពរាំងសីគឺជាវត្តទី3ដែលយើងត្រូវចូលនៅក្នុងថ្ងៃហ្នឹងបាទឥឡូវនេះយើងបានមកដល់ហើយគឺវត្តទី3គឺវត្តដែលមានឈ្មោះថាវត្តទេពរាំងសីបងប្អូនវត្តនេះដែរគឺស្ថិតនៅក្នុងភូមិពំមង្គលឃុំព្រែតតែនស្រុកពញាលឺខេត្តកណ្ដាលអញ្ចឹងហើយបងប្អូនអាចតាមដានសកម្មភាពនៅក្នុងវត្តបន្តិចបន្តួចបានបន្ទាប់ពីយើងបានចូលវត្តទី3ហើយយើងឈានដល់វត្តទី4វត្តដែលមានឈ្មោះថាវត្តសវណ្ណវារីវត្តនេះស្ថិតនៅក្នុងភូមិស្រែដកឃុំព្រែតតែនស្រុកពញាលឺខេត្តកណ្ដាលដូចទៅនឹងវត្តទេពរាំងសីដែរបងប្អូនបាទឥឡូវនេះយើងចូលមកដល់វត្តទី5ហើយគឺវត្តដែលមានឈ្មោះថាវត្តពាមសថារាមវត្តនេះដែរគឺស្ថិតនៅក្នុងភូមិព្រៃលវីអញ្ចឹងបងប្អូនអាចតាមដានមើលបន្តទៀតបានបងប្អូនបន្ទាប់មកទៀតយើងមកដល់វត្តទី6ហើយគឺវត្តដែលមានឈ្មោះថាវត្តមនីសោភាបងប្អូនអាចមើលបានហើយបន្ទាប់ពីយើងចេញពីនេះគឺវត្តចុងក្រោយដែលយើងត្រូវចូលគឺវត្តចែកដីថ្មីសាពេរិយោវាញ់ឆានសំទុកោសាពេយោសំប្រកោវណាត្រមេទេវៈបាទបងប្អូនបន្ទាប់ពីបាននាំយកចង្ហាន់បច្ច័យនិងទេយ្យទានផ្សេងទៀតប្រគេនព្រះសង្ឃចំនួន7វត្តរួចមកគណៈគ្រប់គ្រងនៃសាលារៀនណូវេបាននាំលោកគ្រូអ្នកគ្រូទៅលេងនៅរមណីយដ្ឋានភ្នំបរិយទ្រព្យដែលគេតែងតែហៅថាភ្នំម្ដងហ្នឹងបងប្អូនតែងតែឮហើយឥឡូវនេះយើងបានមកដល់ច្រកចូលទៅហើយអញ្ចឹងហើយបងប្អូនអាចតាមដានសកម្មភាពផ្សេងទៀតបាននៅតាមផ្លូវបាទឥឡូវនេះយើងបានមកដល់កន្លែងដែលយើងត្រូវចុះហើយបងប្អូនអាចមើលបានទឹកមុខលោកគ្រូអ្នកគ្រូពិតជាញញឹមស្រស់មែនទែនបន្ទាប់ពីបានធ្វើបុណ្យហើយអញ្ចឹងណាបងប្អូនបាទហើយយើងបានមកដល់កន្លែងដែលយើងត្រូវកក់គេនេះហើយបាទហើយបន្ទាប់មកលោកគ្រូអ្នកគ្រូណាដែលគាត់ចង់ញ៉ាំអីអញ្ចឹងគាត់អាចមកផ្សារបានផ្សារដែលគេតែងតែល្បីនៅក្នុងភ្នំម្ដងហ្នឹងបងប្អូន ហើយអត់ខ្វះទេរបស់ដែលញ៉ាំអញ្ចឹងបងប្អូនអាចមើ
មើលបាន